បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពនៃការបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនដៃជោកំណាត់ទី2ប្រវែងប្រមាណ151.6គីឡូម៉ែត្របាទនៅថ្ងៃទី11ខែមេសាឆ្នាំ2026សម្ដេចបបរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកក៏បានចូលរួមបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនដៃជោកំណាត់ទី2នេះគឺជាការឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តឥតងាក់រេរបស់រាជរដ្ឋាភិបាលនៅក្នុងការកសាងឲ្យបាននៅបណ្ដាញផ្លូវនាវាចរជាប្រវត្តិសាស្ត្រដែលនឹងតភ្ជាប់បណ្ដាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេនិងផ្លូវសមុទ្រជាមួយឆន្ទៈនិងមនសិការឧត្តមនិយមផលប្រយោជន៍ជាតិនិងប្រជាជនជាមួយគ្នានេះដែរគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនដៃជោគឺជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចដៃជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេសនិងឯករាជ្យនយោបាយលើការដឹកជញ្ជូនផ្លូវទឹកប្រកបដោយការគិតគូរគ្រប់ជ្រុងជ្រោយទាំងទស្សនវិជ្ជាយុទ្ធសាស្ត្របច្ចេកទេសនិងថវិកាគម្រោងនេះគឺជាការស្ដារឡើងវិញនៅផ្លូវទឹកដែលពុព្វបុរសខ្មែរយើងធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិគឺប្រមាណជាង2000ឆ្នាំមុនគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនដៃជោជាប្រវត្តិសាស្ត្រលើកដំបូងក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេទៅកាន់សមុទ្រប្រជែងនេះនឹងក្លាយជាច្រករបៀងយុទ្ធសាស្ត្រតភ្ជាប់ការដឹកជញ្ជូនពីរាជធានីភ្នំពេញទៅកាន់តំបន់ឆ្នេរសមុទ្រផែនការអភិវឌ្ឍនេះមានគោលបំណងជំរុញការរីកចម្រើនប្រកបដោយតុល្យភាពធ្វើពិធីកម្មឧស្សាហកម្មនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយផ្អែកលើគោលការណ៍អភិវឌ្ឍអេកូឡូស៊ីបន្ថែមពីនេះវានឹងក្លាយជាសរសៃឈាមតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ដូចជាច្រករបៀងមច្ឆានិងអង្គរច្រករបៀងឧស្សាហកម្មនិងរ៉ែទន្លេមេគង្គលើដែលបានគាំទ្រដល់ចក្ខុវិស័យអភិវឌ្ឍជាយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ2050